ជំរាបសួរបងប្អូនប្រសិនបើមានគេឲ្យបងប្អូនខ្ចី$2,500ហើយគេថាសេវាកម្មកម្ចីរបស់គេរហ័សខ្ចីព្រឹកបានងាយហើយមិនចាំបាច់មានអ្នកធានាហើយមិនចាំបាច់មានឯកសារអីស្មុគស្មាញគ្រាន់តែបងប្អូនដំបូងត្រូវផ្ញើលុយឲ្យគេ$500សិនដើម្បីគេឆែកមើលប្រវត្តិអន្តរជាតិរបស់បងប្អូនថាបងប្អូនព្រមខ្ចីអត់បើសិនជាចម្លើយថាព្រមខ្ញុំសូមឲ្យបងប្អូនមើលវីដេអូនេះឲ្យដល់ចប់ព្រោះខ្ញុំនឹងរៀបរាប់ពីដំណាក់កាលទាំង3នៃការបោកប្រាស់កម្ចីคล้ายៗដំណាក់កាលទី1ការតាក់ទាញនៅក្នុងដំណាក់កាលនេះពួកក្រុមបោកបញ្ឆោតគេផ្សព្វផ្សាយព័ត៌មានតាម Facebook តាម Telegram ថាគេមានផ្ដល់ប្រាក់កម្ចីដែលមានលក្ខខណ្ឌងាយលឿនឆាប់រហ័សឆាប់បានទទួលហើយកម្ចីទៀតសោតមានអត្រាការប្រាក់ទាបខ្លាំងបងប្អូនជាធម្មតាឃើញបែបនេះគឺចាប់ដើមខ្ចីតែម្ដងប៉ុន្តែពេលដែលយើងចាប់ដើមខលឬក៏ឆាតសួរតាក់ទងគេតម្រូវឲ្យយើងបង់$500ឧទាហរណ៍ជាថ្នូរនឹងការឆែកមើលប្រវត្តិអន្តរជាតិរបស់បងប្អូនថាតើបងប្អូនអាចខ្ចីបានឬក៏អត់ចំណុចត្រង់នេះបងប្អូនគួរតែចងចាំថាកម្ចីពិតប្រាកដជាធម្មតាគេមិនតម្រូវឲ្យបងប្អូនបង់ប្រាក់មុនឡើយដំណាក់កាលទី2កំហុសមិនចេះចប់ពេលដែលយើងវេលុយ$500ឲ្យគេហើយគេថាឲ្យយើងនឹងជួយផ្ដល់ព័ត៌មានឲ្យគេអាចបំពេញតាមអនឡាញឬក៏គេឆែកឲ្យយើងហើយពេលដែលគេឆែកឃើញគេថាយើងខំចេះខុញចុះតម្រូវឲ្យយើងនឹងបង់លុយថែមទៀតព្រោះឥឡូវពុំមានបញ្ហាអាចបង់លុយ300 500បន្តមកទៅជា1000ទៅជា2000រហូតហើយកំហុសនេះគឺថាមិនចេះអស់កំហុសនេះមិនមែនកំហុសអចេតនាទេគឺកំហុសដែលគេរៀបចំឡើងដោយចេតនាដំណាក់កាលទី3អន្ទាក់ផ្លូវចិត្តនៅក្នុងដំណាក់កាលនេះមានជនរងគ្រោះខ្លះគាត់អាចទទួលអារម្មណ៍ថាសង្ស័យប្រហែលចាញ់បងគេកាលណាបងប្អូនយើងសង្ស័យបងប្អូនយើងចង់សុំលុយកង្ខានគ្នាវិញពេលច្រើនពួកក្រុមជនឆោបោកហ្នឹងគាត់ប្រើ3របៀបជួនកាលគាត់អាចលួងលោមយើងជួនកាលទៀតគាត់អាចសម្លុតគម្រាមកំហែងឬក៏ប្រើអន្ទាក់បែបមិនឲ្យយើងគិតបានវែងឆ្ងាយទេការលួងលោមហ្នឹងពួកហ្នឹងច្រើនតែនិយាយថាបងអើយកុំបារម្ភដាក់លុយមកខាងប្អូន500ឆ្លៃពិនិត្យលើគណនីរបស់បងពេលដែលកាលណាបងបំពេញព័ត៌មានបានត្រឹមត្រូវទៅបងនឹងបានប្រាក់កម្ចីទាំងអស់ហើយជួនកាលទៀតគាត់និយាយថាពួកគាត់នឹងពងខំពងជួយហើយមានតែបងទេដែលមានបញ្ហាហ្នឹងកន្លងមកអតិថិជនមួយចំនួនពេលដែលបំពេញព័ត៌មានអត់ត្រូវហើយមកបំពេញត្រឹមត្រូវវិញគឺខ្ចីបានសម្រេចឬក៏គាត់ជួនកាលគាត់និយាយថាចេះគាត់ថាបងលុយបងបានដាក់រួចហើយបងថែមតែបន្តិចទៀតវាជាដំណាក់កាលចុងក្រោយបងទៅស្ដាយអីថែមតែបន្តិចទៀតបងខ្ចីបានទាំងស្រុងហើយអញ្ចឹងគាត់ប្រើគ្រប់វិធីសាស្ត្រទាំងអស់លួងលោមឲ្យយើងជឿឲ្យយើងដាក់ថែមបន្តិចទៀតទៅគឺនឹងបានលុយទាំងស្រុងហើយកាលណាបងប្អូនយើងចាប់ដើមស្ទាក់ស្ទើរឬក៏ចង់សុំលុយពីក្រុមជនឆោបោកនឹងវិញពួកនឹងចាប់ដើមគម្រាមហើយគម្រាមថាបើកាលណាយើងចង់សុំលុយវិញអត់បានទេព្រោះឥឡូវនេះធ្វើពាក់កណ្ដាលទីហើយអញ្ចឹងតាមគោលការណ៍របស់ក្រុមហ៊ុនរបស់គេគឺទឹកប្រាក់ទាំងអស់ដែលយើងឲ្យហ្នឹងគេសុំយកទាំងអស់ហើយឬក៏ជួនកាលគេស្ដីបន្ទោសយើងថាព័ត៌មានមិនមកពីខាងគេទេគឺដោយសារតែខាងយើងហ្នឹងផ្ដល់ឲ្យគេអត់ត្រឹមត្រូវអត់គ្រប់គ្រាន់អញ្ចឹងបើសិនជាយើងអត់បង់ទេអាចមានបញ្ហាផ្លូវច្បាប់បាទឬក៏ទិន្នន័យហ្នឹងត្រូវបានប្រកបយើងត្រូវតែបង់លុយដើម្បីធ្វើការដោះសោឬក៏ធ្វើការកែប្រែដើម្បីឲ្យត្រឹមត្រូវហើយលើសតែពីការគម្រាមកំហែងគេអាចប្រើរបៀបមួយទៀតគេហៅរបៀបបង្កើតភាពបន្ទាន់អត់ឲ្យមានពេលគិតអត់ឲ្យមានពេលទៅសួរបងប្អូនសាច់ញាតិអ្នកដទៃអីព្រោះតែគេនិយាយថាឥឡូវ
ខាងក្រុមហ៊ុនមានពេលជូនបងត្រឹមតែរយៈពេល30នាទីទេបើសិនជាបងអត់បងប្រាក់បន្ថែមដើម្បីសង្គ្រោះព័ត៌មាននេះទឹកប្រាក់ទាំងអស់ដែលបងត្រូវបង់មុនហ្នឹងខាងក្រុមហ៊ុនត្រូវការផ្ដាច់យកហើយអញ្ចឹងណាអញ្ចឹងទៅយើងអត់មានពេលគិតទេចង់គឺយើងត្រូវបង់ឲ្យគាត់ជួនកាលនេះហើយគឺជាល្បិចដ៏អាក្រក់បំផុតរបស់ក្រុមជនឆោតបោកសូមបងប្អូនចងចាំថាទាំងការលួងលោមទាំងការគំរាមកំហែងសុទ្ធតែជាការកុហកទាំងអស់លុយរបស់បងប្អូនបានបាត់តាំងពីបងប្អូនវេឲ្យគេតាំងពីដំបូងមកម្ល៉េះអញ្ចឹងគ្មានការដោះសោគ្មានការជួយសង្គ្រោះគ្មានការជួយវិធីណាមួយឲ្យលុយបងប្អូនត្រឡប់មកវិញនោះទេដូចនេះខ្ញុំសូមជូនបងប្អូន3ឃ្លាសម្រាប់ជាការចងចាំទី1កម្ចីពិតមិនដែលឲ្យបងប្អូនបងលុយមុនទេបើបងប្អូនត្រូវការកម្ចីបងប្អូនអញ្ជើញទៅធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាទី2បើផ្ទេរលុយហើយចាប់ផ្ដើមសង្ស័យត្រូវឈប់ភ្លាមបើបងប្អូនផ្ទេរលុយឲ្យគេឧទាហរណ៍$500ហើយបងប្អូនសង្ស័យអាយ៉ាខ្លាចលុយចាញ់បោកគេបងប្អូនឈប់ទៅឈប់មិនមានន័យថាបងប្អូនចាញ់គេទេប៉ុន្តែមានន័យថាបងប្អូនកំពុងតែជួយសង្គ្រោះខ្លួនឯងកុំឲ្យចាញ់បោកគេអស់ច្រើនជាងនឹងតទៅទៀតទី3កុំខ្មាស់កុំស្ងៀមប្រសិនជាបងប្អូនចាញ់បោកគេហើយបងប្អូនឆាប់រាយការណ៍ជូនទៅដល់នគរបាលមានសមត្ថកិច្ចភ្លាមយើងឃើញកន្លងមកប្រជាជនយើងមួយចំនួនចាញ់ការឆោបបោកតាមប្រព័ន្ធអនឡាញដែលគេហៅថា online scam នេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនខ្លាចទៅជាជនរងគ្រោះបន្ទាប់ហើយវិធីការពារល្អបំផុតនោះគឺថាបងប្អូនយើងមានការយល់ដឹងពីរឿង online scam ពីរឿងការឆោបបោកអនឡាញនេះដូចនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចែករំលែកវីដេអូនេះដល់មនុស្សជាទីស្រឡាញ់របស់បងប្អូនសូមអរគុណនិងអរគុណ